តែខ្ញុំស្អីក៏ដាក់ចូលដែរបងប្អូនគេថាសើរឹកម្ហូបអីចឹងណាទៅប៉ះនឹងយើងប៉ាន់ហូបនំប៉័ងទូរគីទៀតទៅរស់ក្រោយមានបងប្អូនយើងដែលគាត់មករៀននៅទូរគីហើយនឹងបងប្អូនដែលគាត់មានគ្រួសារនៅទូរគីអីចឹងណាគឺខុសគ្នាពីខ្ញុំមកទូរគីគឺឡើងគីឡូស្រួតហ្មងដល់ខាងគាត់មកទូរគីគឺទៅស្រកគីឡូគាត់ញ៉ាំគាត់ហូបមកហូបទូរគីអត់បានអីចឹងណាខ្ញុំក៏មិនហូបបានទាំងអស់ដែរវាអញ្ចឹងប៉ុន្តែដឹងមិនទេសម្រាប់ខ្ញុំអាចទៅខ្មែរនឹងទៅស្រកគីឡូហ្មងហើយម្ដងស្រកអត់មាន5គីឡូទេបងប្អូនស្រក10គីឡូ7 8គីឡូអត់ដឹងមូលហេតុអីទេខ្ញុំហូបខ្ញុំច្រើនដែរទៅខ្មែរប៉ុន្តែយើងដឹងខ្លួនឯងហ្មងយើងញ៉ាំមីហិលច្រើនបុកល្ហុងគ្រឿងហិលអីចឹងណាហើយស្អាតថាគ្រឿងដែលប៉ះពាល់សុខភាពធម្មតាយើងមួយឆ្នាំ2ឆ្នាំទៅខ្មែរម្ដងយើងមិនសប្បាយរងមុខហូបចឹងតែពេលទៅវាស្រកគីឡូមែនទែនប៉ុន្តែនៅពេលដែលមកទូរគីមុខហូបអត់សូវឆ្ងាញ់មុខហូបសាបមែនប៉ុន្តែធ្វើឲ្យសុខភាពខ្ញុំល្អមែនទែនហើយឡើងគីឡូហើយប៉ះនឹងខ្ញុំគីឡូវាថេររហូតគីឡូខ្ញុំគឺងាយនឹងចោះគីឡូក៏មិនអាចងាយនឹងឡើងដែរបើសិនជាឡើងគឺឡើងថេរអាចឡើងហួសកម្រិតទេ50គីឡូត្រឹម50គីឡូបើសិនជាចោះគឺចោះត្រឹម42 43 45អីចឹងណាទៅពេលទៅហ្នឹងហើយមួយទៀតបងប្អូនយើងគាត់ហូបមកហូបទូរគីអត់សូវបានហ្នឹងមកខ្ញុំគឺងុំបងប្អូនខ្លះគាត់អត់ចេះហូបនំប៉័ងទូរគីទេតែខ្ញុំស្អីក៏ដាក់ចូលដែរបងប្អូនគេថាសើរឹកម្ហូបអីចឹងណាទៅពេលទៅប៉ះនឹងយើងប៉ាន់ហូបនំប៉័ងទូរគីទៀតទៅរស់ក្រោយទៅពេលហ្នឹងហើយបងប្អូនគាត់តែទៅសួរគាត់តែឆ្ងល់ថាហេតុអីខ្ញុំនៅទូរគីខ្ញុំស្រួលម៉េចមកហូបបានងាយអីចឹងណាហ្នឹងហើយបងប្អូនខ្ញុំតែប៉ុណ្្នឹង